ចំហើយតោះបងប្អូនរៀបចំឆាទាំងអស់គ្នា let's go ខ្លាញ់3ជាន់ដាក់ជំទាវយកខ្លាញ់សហើយដាក់ត្នោតនេះឆាទៅត្នោតឈ្ងុយឈ្ងុយស៊ុបលើម្ហូបរបស់យើងក៏បានឆ្អិនរួចរាល់ហើយដែរបងប្អូនហើយខ្ញុំបាទក៏ឆ្លៀតពេលបាទជាទម្លាប់របស់ខ្ញុំមកស្ដាប់ធម៌បទព្រលឹមឡើងបងប្អូនអើយពិរោះណាស់ហើយក៏ចង់ភ្ជាប់និស្ស័យនឹងព្រះពុទ្ធធម៌ប្រសង្ឃរបស់សាសនាបែបយើងដែរហើយក៏សូមជម្រាបពេលជូនពរនិងជូនបុណ្យអ្នកផលកុសលផលបុណ្យដែលស្ដាប់នៅធម៌បទទាំងអស់នេះក៏សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើននិងចាកផុតនៅសេចក្តីទុក្ខឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនហើយក៏ស្ទាបពេលនេះដែរក៏សូមលើកនៅអំរៀង10គ្រប់លាពុកម៉ែបងប្អូនទាំងអស់គ្នាតែត្រឹមប៉ុណ្ណេះដែរបងប្អូនអរគុណច្រើនបងប្អូនបាយបាយជម្រាបលា